នៅក្នុងប្រទេសកម្ពុជាផ្ទះប្រជាជនខ្មែរនីមួយៗសុទ្ធតែមានពាងដើម្បីត្រៀមស្តុកទឹកមុនពេលភ្លៀងមកដល់ពាងគឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ប្រមូលនិងរក្សាទុកទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់ប្រសិនបើគ្មានពាងឬធុងសម្រាប់ទទួលទឹកទេទោះបីជាទឹកភ្លៀងមានច្រើនយ៉ាងណាក៏ដោយក៏នៅតែមិនអាចប្រើប្រាស់បានពេញលេញដែរដូច្នេះពាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសន្សំទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាពិសេសនៅតាមតំបន់ជនបទ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋតែងតែប្រើប្រាស់ពាងសម្រាប់ស្តុកទឹកភ្លៀងដើម្បីប្រើប្រាស់សម្រាប់ការងារផ្សេងៗដូចជាបោកគក់ស្រោចស្រពដំណាំនិងការប្រើប្រាស់ក្នុងគ្រួសារឥឡូវនេះយើងសូមមកសិក្សាអំពីទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជាក្នុងរដូវភ្លៀងជាទូទៅចាប់ផ្ដើមពីខែឧសភានិងបន្តរហូតដល់ខែតុលាក្នុងអំឡុងពេលមានភ្លៀងធ្លាក់ជាញឹកញាប់វាជាប្រភពដ៏មានតម្លៃសម្រាប់កសិកម្មការផ្គត់ផ្គង់ទឹកនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលជាហេតុធ្វើឲ្យប្រជាជនមានការងាយស្រួលក្នុងការកត់សម្គាល់នៃដំណើរការនៃការជីកស្រះឬត្រពាំងនៅក្នុងខែប្រាំងការជីកស្រះឬត្រពាំងគឺជារឿងដ៏ចម្បងតែសុទ្ធសឹងតែមិនអាចខ្វះបានព្រោះវាជួយប្រមូលនិងរក្សាទុកទឹកភ្លៀងនៅពេលរដូវវស្សាព្រោះទឹកដែលរក្សាទុកនៅក្នុងស្រះអាចយកមកប្រើប្រាស់បាននារដូវប្រាំងដើម្បីជួយដល់ការធ្វើកសិកម្មការចិញ្ចឹមសត្វការស្រោចស្រពដំណាំស្រែចម្ការនិងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិយាយដល់ការជីកស្រះនិងប្រព័ន្ធទឹកនោះសំណួរមួយបានចោទឡើងថាតើហេតុអ្វីបានជាបុព្វបុរសខ្មែរជីកស្រះនិងគូទឹកដ៏ធំល្វឹងល្វើយជុំវិញប្រាសាទអង្គរវត្តតើវាមានអ្វីពាក់ព័ន្ធទៅនឹងទឹកភ្លៀងដែរឬទេចម្លើយគឺពាក់ព័ន្ធយ៉ាងខ្លាំងនិងជាកំពូលវិស្វកម្មពិភពលោក1ទិដ្ឋភាពវិស្វកម្មប្រាសាទអង្គរវត្តដ៏ធ្ងន់សន្ធឹកសន្ធាប់សង់លើដីខ្សាច់គូទឹកជុំវិញប្រាសាទមាននីតិប្រមូលនិងរក្សាកម្រិតទឹកក្រោមដីឲ្យថេរជានិច្ចនៅរដូវវស្សាវាស្រូបយកទឹកភ្លៀងហើយនៅរដូវប្រាំងវាទប់មិនឲ្យទឹកក្រោមដីរីងស្ងួតដែលការពារមិនឲ្យគ្រឹះដីខ្សាច់ស្រុតឬបាក់ស្រុតប្រាសាទឡើយម្យ៉ាងទៀតគឺមិនឲ្យប្រជារាស្ត្រខ្វះទឹកប្រើប្រាស់ឡើយ2ទិដ្ឋភាពជំនឿគូទឹកជុំវិញប្រាសាទអង្គរវត្តតំណាងឲ្យមហាសមុទ្រលោកធាតុដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនេះជាសាក្សីភាពថាដូនតាខ្មែរស្គាល់តម្លៃនិងចេះគ្រប់គ្រងទឹកភ្លៀងបានយ៉ាងខ្ពង់ខ្ពស់បំផុតពីវិស្វកម្មបុរាណអង្គរឈានមកដល់យុគសម័យទំនើបតើយើងត្រូវគ្រប់គ្រងនិងទាញផលប្រយោជន៍ពីទឹកភ្លៀងបានយ៉ាងដូចម្តេចចម្លើយដ៏គួរឲ្យមោទនភាពបំផុតនោះគឺគំនិតផ្ដួចផ្ដើម Rain School Initiative in Cambodia នេះជាគម្រោងដ៏មានសារៈសំខាន់មួយដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិដោយមានកិច្ចសហការរវាងរាជបណ្ឌិតសភាកម្ពុជាក្រសួងអប់រំយុវជននិងកីឡានិងសាកលវិទ្យាល័យជាតិសេអ៊ូលគម្រោង Rain School Initiative បានប្រែក្លាយទឹកភ្លៀងធម្មជាតិតាមរយៈប្រព័ន្ធចម្រោះនិងស្តុកទឹកស្តង់ដារទំនើបតាមសាលារៀនឲ្យទៅជាទឹកស្អាតសុវត្ថិភាពសម្រាប់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សហូបចុកដោយផ្ទាល់នេះគឺជាគំរូនៃការគ្រប់គ្រងទឹកប្រកបដោយចីរភាពបញ្ជ្រាបការយល់ដឹងដល់យុវជនតាមរយៈកម្មវិធី Take the Rain ដើម្បីឲ្យក្មេងៗជំនាន់ក្រោយយល់ច្បាស់ថាទឹកភ្លៀងមិនមែនគ្រាន់តែធ្លាក់មកពីលើមេឃនោះទេប៉ុន្តែជាប្រភពថាមពលសុខភាពនិងមរតកជីវិតទឹកភ្លៀងជាអំណោយពីធម្មជាតិពាងជាប្រាជ្ញាក្នុងផ្ទះស្រះជាជម្រកសហគមន៍ប្រព័ន្ធទឹកអង្គរជាមោទនភាពជាតិហើយ Rain School Initiative ជាអនាគតដ៏ភ្លឺស្វាងនៃការគ្រប់គ្រងទឹកភ្លៀងនៅកម្ពុជាយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់សូមជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាកឡើយសូមអរគុណ